Welcome. After the vlog. Yay! ស្វាគមន៍ជាថ្មីនៃដំណើរកំសាន្តមកកាន់ខេត្តកំពតជាលក្ខណៈគ្រួសារហើយនេះគឺជាថ្ងៃទី2ដែលយើងនឹងទៅបោះតង់កន្លែងថ្មីមួយដែលយើងអាចបោះតង់បែបគ្រួសារឬក៏ជួបជុំមិត្តភ័ក្តិជាលក្ខណៈទ្រង់ទ្រីធំក៏បានដែរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់នៅកន្លែងបោះតង់ថ្មីមួយនេះដែលខ្ញុំបានរៀបរាប់មុននឹងអញ្ចឹងណាអញ្ចឹងកុំភ្លេចតាមដានវីដេអូនេះពីដើមដល់ចប់ហើយកុំភ្លេច follow ម្នាក់មួយផងរោងថ្ងៃទី2របស់ខ្ញុំហ្នឹងគឺខ្ញុំនឹងចេញពីក្រុងកំពតទៅឯខាងស្រុកជុំគិរីចម្ងាយខ្ទង់70គីឡូដែរហើយមុននឹងចេញដំណើរគឺខ្ញុំត្រូវរៀបចំម្ហូបហើយក៏ដូចជាការចាក់ម៉ាស៊ុតមកពេញដើម្បីកុំឲ្យខ្វះខាតនៅតាមផ្លូវសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តចូលចាក់ប្រេងឥន្ធនៈនៅក្នុងក្រាស់កាតិចដោយសារតែមានគ្រប់សពនៅនឹងមានទាំង Starmart មានទាំងកាហ្វេហើយជាពិសេសហ្នឹងគឺគុណភាពនៃប្រេងឥន្ធនៈរបស់កាតិចដែលមានសារធាតុបន្ថែម Techron ដែលជាថាមពលលាងសម្អាតម៉ាស៊ីនយានយន្តយើងបានល្អមែនទែនហើយជួយជំរុះរាល់កំណកកខ្វក់ធ្វើឲ្យគ្រឿងម៉ាស៊ីនយើងគឺស្អាតដូចថ្មីចឹងហើយនឹងជួយឲ្យឡានរត់បានរលូនស្ទុះខ្លាំងហើយនឹងសន្សំសំចៃប្រេងបានច្រើនចម្ងាយផ្លូវជាង70គីឡូដែលយើងចេញពីកពតដើម្បីទៅដល់កន្លែងបោះតង់ហើយយើងចូលបែបដីក្រហមណាតាមពិតទៅគេមានផ្លូវស្រួលជិះទេតែគ្រាន់តែខ្ញុំពេលហ្នឹងខ្ញុំច្រឡំផ្លូវអញ្ចឹងទៅជិះកាត់ចូលវាស្រែគេឃើញផ្លូវនោះអាម៉ូតូគេចតនៅលើនោះចោតខ្ពស់យើងនៅទៀបក្រោមនៅឡើយតាមឡើងផ្លូវលំគេអាក្លុកមួយចាំកន្លះឡានណាតិចណាប៉ុន្តែមានអីបើសម្រាប់ឡានអ្នក off road ណាគួរតែសាកល្បងផ្លូវនេះដោយសារតែយើងអាចជិះបានហើយយើងអាចជិះកាត់វាលស្រែដែលមានទេសភាពស្រស់ស្អាតមែនតើហើយយើងជិះមកសន្ទុះទៅយើងនឹងទៅដល់ទំនប់មួយដែលយើងអាចជិះចំហៀងទំនប់ហ្នឹងរហូតគឺយើងនឹងទៅដល់កន្លែងបោះតង់ហើយបើសិនជាយើងជិះទៅផ្លូវកាន់តែទូចអីគឺយើងបកក្រោយទៅដោយសារតែផ្លូវគាត់គឺធំរហូតទេហើយដើម្បីឲ្យកាន់តែមានភាពងាយស្រួលអ្នកនរគ្នាអាច contact ទៅកន្លែងបោះតង់នឹងហ្មងបានគឺគាត់មានឈ្មោះថាជុំគិរី Exclusive Camping យើង contact ទៅគាត់ទៅអាចឲ្យគាត់មកយកយើងហ្មងសម្រាប់ការបោះតង់នៅជុំគិរី Exclusive Bungalow នេះពីខ្ញុំគឺគាត់ធ្វើបានល្អមែនតើគាត់មានកន្លែងស្មៅគាត់មានកន្លែងទីវីលច្រើនដើម្បីយើងធ្វើការបោះតង់ផ្សេងគ្នាអញ្ចឹងណាហើយសម្រាប់មួយទៀតចំណុចពិសេសដែលខ្ញុំចូលចិត្តហ្នឹងគឺគាត់មានបន្ទប់ទឹកហើយក៏ដូចជាបន្ទប់ងូតទឹកមានអីគ្រប់គ្រាន់សម្រាប់យើងដែលជាលក្ខណៈមកគ្រួសារអញ្ចឹងពីខ្ញុំគឺល្អមែនតើក្នុងការចំណាយពេលមកបោះតង់មួយថ្ងៃអីនៅទីនេះគឺ highly recommend yes Vậy không?
បន្ទាប់ពីការចំណាយពេលមួយយប់បោះតង់នៅកន្លែងនេះគឺយើងនឹងរៀបចំញ៉ាំអាហារពេលព្រឹកតិចតួចគ្រាន់តែទ្របពោះទេជាមួយនឹងមីកញ្ចប់អញ្ចឹងទៅហើយបានយើងចេញទៅខាងក្រៅដើម្បីញ៉ាំម្ហូបអាហារដើម្បីបំពេញពោះបន្តទៀតអូខេអញ្ចឹងពីខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្ទាប់ទៀតបាយបាយ